Cristiano Ronaldo កីឡាបាល់ទាត់ដំបូងគេបង្អស់ក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានសមិទ្ធផលថ្មីមួយទៀតចូលក្នុងអាជីពបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់រូបគេនោះគឺជាកីឡាករដែលក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារដំបូងគេបង្អស់បើតាមការចុះផ្សាយនិងការធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់កាសែត Bloomberg កាលពីថ្ងៃទី8 ខែតុលាខ្សែប្រយុទ្ធវ័យ40ឆ្នាំរូបនេះជាប់ឈ្មោះជាមហាសេដ្ឋីមួយរូបផងដែរដោយមានទ្រព្យសម្បត្តិសរុប 1.4000 លានដុល្លារដែលនេះជាការជាប់ឈ្មោះលើកដំបូងរបស់បុរសសញ្ជាតិប៉ូទុយហ្គាល់រូបនេះលើពីនេះទៅទៀតការជាប់ឈ្មោះនេះបានជួយឲ្យប្រធានក្រុមប៉ូទុយហ្គាល់រូបនេះក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលមានងារជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារប្រកបអាជីពបាល់ទាត់ជាង2ទសវត្សរ៍ Ronaldo ចូលរួមលេងឲ្យក្លឹបធំៗរួមមាន Manchester United, Real Madrid, Juventusនិងបច្ចុប្បន្នគឺក្លឹប Al Nassr ហើយបានកើបលុយជាច្រើនពីភាពល្បីល្បាញដែលកើតចេញពីការលេងនៅក្លឹបទាំងនេះផងដែរ